វេទិកាជោគជ័យនៃ B2 New សូមនាំប្រិយមិត្តអ្នកស្ដាប់មកស្គាល់បុគ្គលម្នាក់ដែលមានការតស៊ូតាំងពីជីវិតក្មេងវត្តរហូតក្លាយជាមេធាវីគឺលោកមេធាវីអ៊ុំរតនាលោកមេធាវីអ៊ុំរតនាកើតនៅក្នុងឆ្នាំ1978នៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំជាកូនទី2ក្នុងគ្រួសារដែលមានឪពុកជាមន្ត្រីរាជការនិងម្ដាយជាគ្រូបង្រៀនហើយដែលមានបងប្អូនប្រុសទាំងអស់ចំនួន4នាក់លោកមេធាវីបានបញ្ចប់ថ្នាក់វិទ្យាល័យនៅវិទ្យាល័យកំពង់ធំក្នុងឆ្នាំ1994ហើយបានបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយសារកត្តាជីវភាពនិងពុំមានបងប្អូនសាច់ញាតិរស់នៅរាជធានីភ្នំពេញលោកមេធាវីបានសូមស្នាក់អាស្រ័យនៅជាមួយព្រះសង្ឃនៅវត្តអូណាឡោមរាជធានីភ្នំពេញរហូតដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យនេះលោកមេធាវីអ៊ុំរតនាបានទទួលបរិញ្ញាបត្រច្បាប់នៅក្នុងឆ្នាំ1999រួមចំនួនជាមួយនឹងអិសរាជជនជាន់ខ្ពស់មួយចំនួនដូចជាឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធធម៌និងឯកឧត្តមលីច័ន្ទតុលាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងអិសរាជជនជាន់ខ្ពស់និងមេធាវីមួយចំនួនទៀតផងដែរក្រោយពីបានទទួលបរិញ្ញាបត្រច្បាប់លោកមេធាវីត្រូវបានជ្រើសរើសដោយអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិហៅកាត់ថា UNDP និងអង្គការសហអន្តរសភាហៅកាត់ថា IPU ជាអ្នកឯកទេសច្បាប់ប្រចាំនៅព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាហើយបានចូលរួមបម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅក្នុងឆ្នាំ2001ឆ្លៀតឱកាសពីការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាលោកមេធាវីក៏បានបន្តសិក្សាបន្ថែមក្រៅម៉ោងនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរហូតទទួលបាននូវបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសនៅក្នុងឆ្នាំ2004នៅឆ្នាំ2004ដដែលនេះដែរលោកមេធាវីក៏បានប្រឡងជាប់ទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិយូកូហាម៉ាប្រទេសជប៉ុនរហូតទទួលបាននូវសញ្ញាបត្រអនុបណ្ឌិតច្បាប់អន្តរជាតិនិងច្បាប់ពាណិជ្ជកម្មក្នុងឆ្នាំ2007ក្រោយពីបានវិលត្រឡប់មកមាតុប្រទេសវិញនៅដើមឆ្នាំ2007លោកមេធាវីបានបន្តបម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារហូតដល់ឆ្នាំ2009ហើយលោកមេធាវីបានចេញទៅបម្រើការងារផ្នែកច្បាប់នៅក្នុងវិស័យឯកជនមួយរយៈពីឆ្នាំ2009រហូតដល់ឆ្នាំ2011នៅឆ្នាំ2011លោកអ៊ុំរតនាក៏បានក្លាយជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាហើយបន្តបម្រើការងារនៅក្នុងវិស័យឯកជនរហូតបន្ទាប់មកលោកមេធាវីក៏បានបង្កើតនៅការិយាល័យមេធាវីរតនានិងសហការីដោយខ្លួនឯងនៅក្នុងឆ្នាំ2014រហូតដល់សប្តាហ៍ថ្ងៃបន្ថែមលើការងារច្បាប់និងវិជ្ជាជីវៈមេធាវីលោកក៏បានរួមចំណែកក្នុងការផ្ទេរចែករំលែកចំណេះដឹងនិងបទពិសោធន៍តាមរយៈការបង្រៀនច្បាប់នៅមហាវិទ្យាល័យនានាជាភាសាខ្មែរនិងភាសាអង់គ្លេសនៅមហាវិទ្យាល័យនិងសាកលវិទ្យាល័យមួយចំនួនផងដែរផ្អែកតាមចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់លោកមេធាវីទទួលបានការតែងតាំងពីព្រះមហាក្សត្រជាទីប្រឹក្សាអមក្រសួងយុតិធធម៌នៅក្នុងឆ្នាំ2020តាមរយៈការសិក្សានិងការងារកន្លងមកលោកមេធាវីទទួលបាននូវបទពិសោធន៍ច្រើនក្នុងការវិភាគផ្ដល់ប្រឹក្សាលើសេចក្តីព្រាងច្បាប់ការតាក់តែងកិច្ចសន្យាលិខិតប្រឹក្សាលើកិច្ចការធុរកិច្ចវិនិយោគនិងការពារក្តីជូនអតិថិជននៅតុលាការគ្រប់ជាន់ថ្នាក់ជាដើមលោកមេធាវីក៏បានចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់យុវជនជំនាន់ក្រោយដែរថាដើម្បីទទួលបានភាពជោគជ័យក្នុងវិជ្ជាជីវៈច្បាប់ឬវិជ្ជាជីវៈណាមួយក៏ដោយគួរត្រូវចាប់យកនៅអ្វីដែលថ្មីមុនគេជាជាងធ្វើតាមគេក្រោយគេហើយត្រូវខិតខំស្វែងយល់ក្រេបជញ្ជក់យកនៅចំណេះដឹងវិជ្ជាជំនាញច្បាស់លាស់ព្រោះចំណេះដឹងវិជ្ជាជំនាញនេះជាទ្រព្យសម្បត្តិមិនចេះរីងស្ងួតជាពិសេសទៅទៀតនៅក្នុងបរិបទសកលភាវូបនីយកម្មភាសាគឺជាជំនាញបន្ថែមមួយសំខាន់សម្រាប់ប្រកបការងារនិងវិជ្ជាជីវៈឆ្លៀតឱកាសពីការងារលោកមេធាវីក៏បានរួមចំណែកនៅក្នុងសកម្មភាពកិច្ចការសង្គមធ្វើលំហាត់ប្រាណដើម្បីសុខភាពនិងប្រគំតន្ត្រីកម្សាន្តផ្ទាល់ខ្លួនដែលជាចំណង់ចំណូលចិត្តផងដែរ